ឥឡូវយើងសាកសម័យមើលបើសិនជាយើងជាសិស្សមកពីតាមខេត្តហើយជាសិស្សមកពីសាលារដ្ឋបែប traditional ហើយយើងមកបន្តសិក្សានៅទីក្រុងភ្នំពេញនៅក្នុងមហាវិទ្យាល័យតើយើងនឹងអាចមានបញ្ហាខ្លះដែលជួបប្រទះដូចជា technology ឬក៏ជា digital literacy ដែលយើងប្រើប្រាស់ដើម្បីរៀនក្នុង program បច្ចុប្បន្នចឹងគឺការចំណាយពេលច្រើនក្នុងការចាប់ផ្ដើមកិច្ចការអ្វីមួយដែលសិស្សត្រូវការទៅទាញរកឬក៏គិតអត់ឃើញថាទៅរកនៅទីតាំងណាដើម្បីបានទីយកឯកសារមករៀនសូត្រចឹងគឺថាចំណាយច្រើនមែនតើចំណុចទី2គឺជួបប្រទះនឹងបញ្ហាថ្មីបរិបទថ្មី program សិក្សាថ្មីគឺធ្វើឲ្យសិស្សមានអារម្មណ៍ថា exhausted ហើយមានអារម្មណ៍ថា a little bit pressure ចឹងគឺគាត់ហត់ក្នុងការធ្វើកិច្ចការអ្វីមួយក្នុងមួយថ្ងៃចឹងទី3គឺ deficiency support បានន័យថាសិស្សខ្វះជំនួយដោយកត្តាលោកគ្រូអ្នកគ្រូពឹងផ្អែកលើការ self learning ច្រើននៅក្នុងសាកលវិទ្យាល័យចំពោះចំណុចទី4គឺតម្លៃគឺការចំណាយមានថានិស្សិតដែលមានបញ្ហា digital តិចតួចដូចជាការ crash window ការអត់ចេះ set up តិចតួចគឺគាត់យកទៅ computer shop repair រហូតចឹងមានថាការចំណាយជាច្រើនដែលគាត់បានខាត់បង់ចឹងនេះបើយោងតាមអាដាមបស្ពាចាហងជួននៅក្នុងសន្និសីទសារព័ត៌មានចឹងនៅឆ្នាំ2023គឺមានសិស្សដែលមកសិក្សានៅក្នុងសាកលជាច្រើនរហូតដល់ជាង 30,000 នាក់ចឹងនេះគឺជា survey ដែលពួកយើងបានចុះសាកសួរនៅចំនួន10នាក់ហើយបញ្ហាដែលពួកគាត់តែងតែជួបប្រទះច្រើនជាងគេនោះគឺការខ្វះ support នៅពេលដែលចូលមកដល់សាកលវិទ្យាល័យទី2គឺការជួបនឹងបរិបទថ្មីពិបាកនឹងមិនស្វំខ្លួនហើយបន្ទាប់គឺការចំណាយពេលខ្ជះខ្ជាយហើយចុងក្រោយគឺការចំណាយច្រើនចឹងពួកយើងធ្វើ solution របស់ពួកយើងគឺ propose ក្នុងការធ្វើ digital training bootcamp មួយដែលក្នុង bootcamp នោះពួកយើងមានតម្លៃសមរម្យសម្រាប់ affordable សម្រាប់សិស្សមកពី province ហើយទី2គឺ content ដែលជា content ដោះស្រាយបញ្ហា digital literacy ដែលមាន technology involved ក្នុង course នោះទី3គឺយើងមាន mentor ឬក៏ facilitator ដែលជួយតាមដាននិង track មើលពី process របស់សិស្សនីមួយៗហើយជាពិសេសគឺថា bootcamp របស់ពួកយើងគឺចំណេញពេលវេលាខ្លាំងមែនទែនដែល duration របស់ bootcamp គឺមានរយៈពេលចាប់ពី2ថ្ងៃរហូតដល់5ថ្ងៃ target customer របស់ bootcamp ពួកយើងគឺជា university ដែលនៅក្នុងប្រទេសកម្ពុជាហើយ university នោះគឺមានសិស្សជាច្រើនដែលកំពុងតែ struggling ជាមួយនឹងការប្រើប្រាស់ technology ឬក៏ខ្វះ digital literacy ហើយអាចជាពិសេសសាកលវិទ្យាល័យនោះគឺថាមានលទ្ធភាពអាច pay ឲ្យ bootcamp របស់ពួកយើងចន្លោះពី$1,000 ទៅ$3,000ក្នុងមួយ pack អញ្ចឹងនេះគឺជា prototype របស់ពួកយើងអញ្ចឹងពួកយើងមាន package 2 package មួយគឺ bootcamp ធម្មតាទី2គឺ bootcamp pro ចំពោះ bootcamp ធម្មតាគឺយើងមករៀនរយៈពេល2ថ្ងៃមាន skill ចំនួន5ហើយសិស្សអាចប្រើ skill នោះដើម្បីរៀនក្នុងថ្ងៃប្រចាំថ្ងៃបានហើយយើងមាន mental support ហើយយើងជាពិសេសគឺយើង cost តម្លៃធូរថ្លៃគឺ$1,000ដើម្បីក្នុងមួយការបញ្ចប់មកក្នុង bootcamp ចំពោះ pro គឺយើងមានរយៈពេល7ថ្ងៃគឺមាន skill ច្រើនជាងbootcamp ធម្មតាសិស្សអាចប្រើ skill នោះដើម្បីទៅធ្វើការ part time តិចតួចបានហើយយើងមាន mental support ដូចគ្នាយើងអាចយើងcost $1,000ពី$3,000ពីសាកលវិទ្យាល័យឬក៏ client របស់ពួកយើងចឹងនេះគឺជា cost content ដែលយើងដាក់ចូលនៅក្នុងមេរៀនរបស់ពួកយើងមាន technology and safety communication tool design office search engine AI tool ហើយនឹងរបៀបទូមកស៊ូ computer ឬក៏ fix ដោយខ្លួនឯងហើយនេះគឺជា website របស់ពួកយើងដែលយើង host ឯកសារនិងមេរៀនជាពិសេសគឺបន្ស៊ាំសិស្សឲ្យចេះប្រើនៅ online platform ដើម្បីងាយស្រួលក្នុងការរៀនចឹងចំពោះ value proposition យើងមាន choosable skill មានថា package ទាំងពីរហ្នឹងគឺជាជំរឿនសម្រាប់ client ចង់ជ្រើសរើសយក package pro បានអត់បានហ
ហើយចំពោះ mental support គឺយើងមាន facilitator ដែលពុកបណ្ឌិតឲ្យស្គាល់និងជំនាញច្បាស់លាស់ហើយយកចិត្តទុកដាក់ចំពោះសិស្សហើយចំពោះគុណតម្លៃទី3របស់ពួកយើងគឺសំខាន់ទាំងអស់គឺតែងតែតាន់សម័យកាលតាន់ trend ហើយនិងបច្ចេកវិទ្យាដែលសាលាកំពុងតែប្រើហើយគឺយើងនឹងតែងតែ update ជារៀងរាល់ឆ្នាំអញ្ចឹងចំពោះ competitor analyze competitor របស់ពួកយើងគឺមាន3គឺទី1 New Touch Computer School ទី2គឺ Udemy ទី3 Digital Literacy របស់ក្រសួងអប់រំអញ្ចឹង overall បើយើងមើលទៅលើការបរៀនរយៈពេលពី2 ถึง 7 ថ្ងៃគឺពួកយើងមានplatform សម្រាប់ជាឯកសារសម្រាប់បង្រៀនសិស្សក៏ពួកយើងមានបរិញ្ញាជាភាសាខ្មែរក៏ពួកយើងមានហើយបរិញ្ញាទៅលើ multiple skill ក៏ពួកយើងមានដោយឡែក competitor យើងមួយចំនួនក៏គាត់មានខ្លះក៏កត្តាខ្លះក៏គាត់ពុំមានអញ្ចឹងនេះគឺជាចំណុចពិសេសគឺជាចំណុចខ្លាំងដែលពួកយើងអាចបិទ competitor របស់ពួកយើងបានអញ្ចឹងចំពោះ partnership របស់ពួកយើងទីមួយគឺក្រសួងអប់រំដែលមានការ certify លើកទឹកចិត្តនិងគ្រប់គ្រងពីក្រសួងអប់រំទី2គឺក្រសួងពាក់ព័ន្ធដែលអាចដល់ជា scholarship ឬក៏អាចជួយជាសម្ភារៈទំនុកបម្រុងដល់bootcamp ពួកយើងហើយដែលគូសាស្ត្រគឺជា university ដែលទិញ package របស់ពួកយើងទៅប្រើហើយ scalability របស់ពួកយើងគឺយើងនឹងធ្វើពីតូចទៅធំហើយចំពោះជំនាញដំបូងគេមកគឺយើងអាចនឹងធ្វើជា short term បានន័យថាគឺយើងបើកទៅលើសាកលវិទ្យាល័យតែ1-2ទេហើយនៅក្នុងភ្នំពេញហើយគឺពួកយើងនឹងដាក់ advertise ទៅលើ bootcamp របស់ពួកយើងទី2គឺយើងនឹងពង្រីកដើម្បីឲ្យមានការទទួលស្គាល់ពីក្រសួងអប់រំហើយជាមួយគ្រប់សាកលវិទ្យាល័យទាំងអស់នៅក្នុងភ្នំពេញហើយចំពោះដំណាក់កាលធំរបស់ពួកយើង long term នោះគឺយើងនឹងបើកសម្រាប់ទូទាំងខេត្តទាំងអស់ហើយពួកយើងក៏បើកជាវិទ្យាស្ថានដោះដំណើរផ្ទាល់ខ្លួនរបស់ពួកយើងដែរអញ្ចឹងចំពោះ team របស់ពួកយើងគឺមានសមាជិក4នាក់ទីមួយគឺធីរៈដែលគាត់ជា digital marketing ហើយចំពោះខ្ញុំផ្ទាល់ឈ្មោះ Yudi ដែលជា financial manager ហើយចំពោះរដ្ឋបណាគាត់គឺជា software developer ហើយចំពោះបញ្ញាគាត់គឺជា instructor ហើយនេះឈានដល់ការបញ្ចប់របស់ pitch របស់ពួកយើងហើយអញ្ចឹងអរគុណដែលខំតាមដានរហូតដល់ចប់ហើយគឺនេះនៅក្នុងក្រុមគឺជា contact របស់ពួកយើងបើសិនជាមានចម្ងល់អីអាចឆាត់សាកសួរបាទ